ជំរាបសួរបាទលោកឯករដ្ឋទូតបារាំងប្រចាំនៅកម្ពុជាឯករដ្ឋទូតបារាំងនៅទូទាំងសកលលោកហើយតំណាងរបស់លោកប្រធាននៃEmmanuel Macron នៅបារាំងហើយនៅទូទាំងសកលលោករូបខ្ញុំបណ្ឌិតសំហេងសូមលើកយកនៅករណីនៃប្រទេសថៃរំលោភលើកម្ពុជា Les forces thaïlandaises ont violé l'intégrité territoriale du Cambodge. Thai military is being violation and occupy the Cambodian land. គឺកងទ័ពរបស់ថៃបានកំពុងតែកាន់កាប់ទឹកដីកម្ពុជាជាង50កន្លែងដោយរំលោភទៅលើទឹកដីរបស់ប្រទេសកម្ពុជាដែលប្រទេសកម្ពុជាមានច្បាប់ហើយនឹងសន្ធិសញ្ញាការពារនៅក្នុងអង្គការសហប្រជាជាតិប្រទេសថៃនេះបានរំលោភដោយគ្មានការញញើតហើយមិនបានគោរពនៅផែនទីឆ្នាំ1904ឆ្នាំ1907ដែលបានសញ្ញេដោយស្ដេចរាមាទី5ហើយនឹងអាណាព្យាបាលរបស់បារាំងនៅកម្ពុជារូបខ្ញុំហើយនឹងប្រជាជនកម្ពុជាហើយនឹងរាល់សមាគមអ្នកជំនួញកម្ពុជានៅទូទាំងសកលលោកសូមបដិសេធដាច់អហង្ការរាល់ការទាមទាររាល់ការរំលោភឈ្លានពាននៃយោធាថៃមកលើទឹកដីកម្ពុជាយើងចង់ឲ្យថៃគោរពនៅច្បាប់អន្តរជាតិ Thaïlande il faut respecter la paix il faut respecter de l'international law de la course ថៃត្រូវតែគោរពនៅច្បាប់អន្តរជាតិថៃត្រូវតែគោរពនៅតុលាការអន្តរជាតិថៃមិនត្រូវរំលោភច្បាប់អន្តរជាតិនោះទេ I would like to tell the